สงครับไฟบังคมជំរាបសួរនេះគឺជាវីដេអូកាប់ដាវមួយដែលលោកប្អូនកំពុងមើលលើព័ត៌មានដៃគូជាសង្សារបានកាប់ទៅលើនារីដែលជាសង្សារខ្លួននោះគឺមានរបួសធ្ងន់ខ្លាំងមែនទែនហើយលោកប្អូនក៏បានមើលវីដេអូនឹងតិចដែរហើយមានអារម្មណ៍ថាតក់ស្លុតពេលដែលឃើញឈាមនៅក្នុងបន្ទប់នោះលោកប្អូនបញ្ជាក់ជូននៅក្នុងដំណើរសាច់រឿងនេះគឺដើមហេតុដែលលោកប្អូនបានស្ដាប់មើលខាងជនបង្កដែលជាសង្សារប្រុសនោះគាត់សារភាពថាដោយសារតែភ្លើងប្រច័ណ្ឌហើយមុននឹងកើតរឿងហ្នឹងគឺដោយសារតែមានការសុំបែកហើយនឹងផ្សេងហើយតាមតន់នៅពាក់ព័ន្ធនៅផ្សេងទៀតលោកប្អូនបានអានមើលនោះប៉ុន្តែលោកប្អូនមានសារនេះជូនចំពោះរឿងនេះជាកតិមួយសម្រាប់ពិចារណាបានស្ដាប់វីដេអូហ្នឹងទៅថ្ងៃក្រោយមានរឿងអីត្រូវតែយល់អំពីកំហឹងការខឹងហ្នឹងវាអាចធ្វើយើងបាត់បង់នៅស្មារតីសតិហើយយើងអាចធ្វើរឿងគ្រប់បែបយ៉ាងព្រោះតែចំណងគឺការចង់បាននៅរបស់ដែលយើងខំមានការប្រស្រ័យជាមួយគ្នាកន្លងមកអញ្ចឹងសម្រាប់រឿងនេះលោកប្អូនគិតថាបើសិនជាគេចាក់ចេញទៅហើយយើងគួរតែគោរពសិទ្ធិនៅក្នុងការសម្រេចចិត្តរបស់មនុស្សម្នាក់ទៅព្រោះពេលខ្លះយើងត្រូវគោរពសិទ្ធិគាត់ពេលដែលគាត់ចង់ចាក់ចេញពីយើងរកដំណោះស្រាយសិនតែដំណោះស្រាយយើងមិនត្រូវប្រើដោយអញ្ញានៃឃាតកម្មឬក៏កាប់សម្លាប់ឬក៏ព្យាបាទទេនៅក្នុងធម៌ពុទ្ធក៏លោកមិនឲ្យយើងធ្វើរឿងនោះដែរវាគួរតែមានការដកថយរាប់លេខឬក៏គិតថយក្រោយឡើងវិញថាយើងកុំឈានទៅដល់ការកាប់សម្លាប់អីយើងគួរតែដោះស្រាយដោយសន្តិវិធីសិនដោយសន្តិវិធីសិនពេលដែលយើងដោះស្រាយហើយលេខទៅមុខយើងគួរតែគោរពសិទ្ធិគ្នាហ្នឹងយើងគោរពសិទ្ធិគាត់ថាអូខេអញ្ចឹងរឿងហ្នឹងគឺអូខេបានចប់ត្រឹមយើងក៏ដកឃ្លាមកវិញមកហើយនៅក្នុងរឿងនេះក៏វាមិនមែនជារឿងតូចដែរបើសិនជាយើងគិតមែនទៅយើងដូចថ្មគាត់នៅជាការលើកឡើងខ្ញុំគិតថាវាស្រួលនិយាយប៉ុន្តែភ្លើងនៃប្រច័ណ្ឌហ្នឹងវាផ្សេងដែរគុណថ្មបញ្ជាក់ទៅអារម្មណ៍មួយហ្នឹងលោកប្អូនអត់និយាយចំពោះអ្នកដែលមាន limit លើសលោកប្អូននិយាយពីអ្នកដែលនៅក្រោមលោកប្អូនភ្លើងអារម្មណ៍មួយនៃការជាប់ជំពាក់ហ្នឹងលោកប្អូនក៏ធ្លាប់ជួបរួចទៅហើយអញ្ចឹងវាពិតជាពិបាកមែននៅក្នុងការកាត់បន្ថយនៅរឿងហ្នឹងប៉ុន្តែពេលដែលយើងជួបរឿងហ្នឹងយើងគួរតែមានការសិក្សាស្វែងយល់មានការសួរនាំពីអ្នកដែលគេមានការយល់ដឹងខ្ពស់ជាងយើងឬក៏យើងស្ដាប់ខុសខាងណាដើម្បីឲ្យចិត្តរបស់យើងយល់ដឹងអំពីដៃគូយល់ដឹងអំពីរឿងណាមួយសិនមុននឹងយើងសម្រេចចិត្តធ្វើរឿងអីមួយប៉ុន្តែសម្រាប់ចិត្តរឿងអីក៏ដោយយើងមិនត្រូវសម្រេចចិត្តទៅការលើការកាប់សម្លាប់ឬក៏បំផ្លាញគ្នាទេយើងគួរតែរកតិចនិចណាមួយឬក៏យកសន្តិវិធីណាមួយដោះស្រាយដោយភាពត្រឹមត្រូវមានន័យថាដូចលោកប្អូនលើកឡើងថាបើគេមិនសម្រេចចិត្តយកយើងទៅហើយយើងគួរតែគោរពសិទ្ធិគាត់ទៅណាព្រោះគាត់ឡើងមានអារម្មណ៍
ផ្ដល់អានឹងឲ្យយើងទៀតហើយអញ្ចឹងយើងគួរតែបលែងគាត់ចោលទៅបលមានបលែងលក្ខណៈនេះថាយើងបានដោះស្រាយហើយយើងបានទទួលស្គាល់ការពិតហើយបើយើងអត់ទទួលស្គាល់ការពិតទេយើងគិតថាអត់ព្រមហើយយើងទៅបំផ្លាញជីវិតទៅវិញទៅមកអញ្ចឹងវាមានកម្មពៀនឹងតរៀងទៅអញ្ចឹងជាគំនិតពិចារណាទេបើសិនជាគិតថាយើងអាចដោះស្រាយបានដោយរបៀបហ្នឹងទៅវាមិនមានទុកទោសអីដល់ខ្លួនយើងគួរតែ apply ទៅតាមធម៌របស់ព្រះអង្គខ្លះចឹងរបស់ពុទ្ធខ្លះដើម្បីឲ្យវាមានជីវិតរបស់យើងយ៉ាងស្រាលឲ្យស្រាលនៅក្នុងបន្ទុកមួយចំនួនព្រោះសេចក្តីស្រឡាញ់យើងអត់អាចទាមទារបានទេសូមអរគុណសូមថ្វាយបង្គំលា